សម្រាប់ខ្ញុំអាហារូបករណ៍នេះគឺមានសារៈសំខាន់ជាខ្លាំងជាពិសេសសម្រាប់សិស្សានុសិស្សដូចជានាងខ្ញុំផងដែរដែលសិក្សានៅតាមបណ្ដាខេត្តដែលមិនដែលរំពឹងទេថាអាចមកសិក្សានៅប្រទេសអ៊ីតាលីបានជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះផានសុភីនីតាគឺជានិស្សិតចិត្តវិទ្យាឆ្នាំទី3ចំនួនទី19នៅសាកលវិទ្យាល័យជាតិបាត់ដំបងខ្ញុំគឺជានិស្សិតចេះលេខេដែលទទួលបានឱកាសមកផ្លាស់ប្ដូរការសិក្សានៅប្រទេសអ៊ីតាលីរយៈពេល5ខែក្រោមគម្រោង Erasmus Plus International Credit Mobility KA1 រវាងសាកលវិទ្យាល័យជាតិបាត់ដំបងនិងសាកលវិទ្យាល័យ Senior នៃប្រទេសអ៊ីតាលីវីដេអូនេះផងដែរនាងខ្ញុំសូមធ្វើការចែករំលែកពីបទពិសោធន៍នៃការដាក់អាហារូបករណ៍របស់នាងខ្ញុំតាមរយៈសាកលវិទ្យាល័យជាតិបាត់ដំបងជាដំបូងអ្នកទាំងអស់គ្នាត្រូវតែជានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបងក្នុងជំនាញណាមួយក៏បានសម្រាប់ការដាក់ពាក្យនិងលក្ខខណ្ឌផ្សេងៗមាននៅក្នុង page ផ្លូវការរបស់សាកលវិទ្យាល័យជាតិបាត់ដំបងកាលពីទទួលបានលទ្ធផលអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់ដំណាក់កាលរៀបចំព្រឹត្តិការណ៍ដែលជាដំណាក់កាលស្មុគស្មាញជាងគេក្នុងនោះនាងខ្ញុំក៏ដូចជានិស្សិតជ័យលាភីដទៃទៀតក៏ទទួលបានការជួយសម្របសម្រួលនិងការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិបាត់ដំបងជាពិសេសពីសំណាក់ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិតែម្ដងគឺអ្នកគ្រូតាន់សូលីដាដែលបានជួយជ្រោមជ្រែងនិស្សិតជ័យលាភីទាំងអស់តាំងពីពេលចាប់ផ្ដើមដាក់អាហារូបករណ៍រហូតទទួលបានព្រឹត្តិការណ៍មកប្រទេសអ៊ីតាលីក្នុងអំឡុងពេលផ្ដាច់ប្ដូរការសិក្សានេះនាងខ្ញុំទទួលបានបទពិសោធន៍ជាច្រើនរួមមានការយល់ដឹងបន្ថែមពីបរិបទសិក្សានៅក្រៅប្រទេសក៏ដូចជាការសម្របខ្លួននៅបរិយាកាសថ្មីព្រមទាំងទទួលបាននៅមិត្តភាពថ្មីជាមួយនឹងមិត្តភ័ក្តិមកពីបណ្ដាប្រទេសផ្សេងៗទៀតផងដែរបទពិសោធន៍ទាំងនេះគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍសមត្ថភាពចំណេះដឹងនិងជំនាញរបស់នាងខ្ញុំក៏ដូចជាផ្ដល់ឱកាសឲ្យនាងខ្ញុំធ្វើការចែករំលែកបទពិសោធន៍ទាំងនេះដល់និស្សិតដទៃទៀតដែលកំពុងមានបំណងចង់មកសិក្សានៅក្រៅប្រទេសដូចនេះហើយទើបនាងខ្ញុំមានការដឹងគុណនិងអរគុណជាខ្លាំងចំពោះសាកលវិទ្យាល័យជាតិបាត់ដំបងដែលបាននាំមកនៅកម្មវិធីល្អៗសម្រាប់និស្សិតដែលសិក្សានៅតាមបណ្ដាខេត្តដោយរូបនាងខ្ញុំជាដើមដែលនាំឲ្យពួកយើងមានឱកាសក្នុងការមកផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេសដូចជានិស្សិតនៅរាជធានីផងដែរនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាធិការរងគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យជាតិបាត់ដំបងទាំងអស់ដែលបានរួមចំណែកក្នុងការសម្របសម្រួលនាងខ្ញុំនិងនិស្សិតជ័យលាភីដទៃទៀតតាំងពីដើមរហូតពួកខ្ញុំមកដល់ប្រទេសអ៊ីតាលីនេះសូមអរគុណ